មនុស្សមួយចំនួនតែងតែជឿថាការផឹកទឹកគឺល្អសម្រាប់សុខភាពចុះបើយើងផឹកទឹកច្រើនហួសកម្រិតតើមានផលប៉ះពាល់អ្វីខ្លះហើយអញ្ចឹងកុំឲ្យខាត់ពេលយូរមកស្ដាប់វីដេអូនេះទាំងអស់គ្នាប៉ុន្តែការផឹកទឹកជាប្រចាំនាំឲ្យយើងមានសុខភាពល្អតែបើយើងផឹកទឹកហួសកំណត់ក៏បង្កជាគ្រោះថ្នាក់ដល់សុខភាពយើងដូចគ្នាដែរប៉ុន្តែការផឹកទឹកហួសកំណត់អាចបង្កជាជំងឺពុលទឹកដែលធ្វើឲ្យជាតិសូរ៉ូយ៉ូមក្នុងឈាមថយចុះស្ទើរខ្សោះនិងបណ្ដាលឲ្យកោសិកាក្នុងរាងកាយរីកធំរួមទាំងកោសិកាខួរក្បាលដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរហើយរោគសញ្ញាពុលទឹកមានលក្ខណៈដូចជាឈឺក្បាលខ្លាំងវិលមុខក្អួតចង្អោរអស់កម្លាំងឈឺសាច់ដុំរមួលវង្វេងវង្វាន់គិតមិនយល់ឬមានបញ្ហាស្មារតីហើយផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៀតនោះគឺឡើងសម្ពាធឈាមឬពិបាកដកដង្ហើមតែយើងក៏មានវិធីទប់ស្កាត់ក្នុងការផឹកទឹកហួសកំណត់ផងដែរវិធីទី1នោះគឺផឹកទឹកតាមការស្រេកមានន័យថាផឹកទឹកនៅពេលដែលរាងកាយមានអារម្មណ៍ថាស្រេកទឹកទី2ពិនិត្យពណ៌ទឹកនោមពណ៌ទឹកនោមដែលល្អគឺពណ៌លឿងខ្ចីប្រសិនបើទឹកនោមថ្លាដូចទឹកសុទ្ធនោះមានន័យថាអ្នកផឹកទឹកច្រើនពេកហើយទី3កម្រិតបរិមាណនៃការផឹកទឹកមនុស្សពេញវ័យជាទូទៅគួរផឹកទឹកប្រហែល2 ទៅ 3 លីត្រក្នុងមួយថ្ងៃទី4កុំផឹកលឿនពេកជៀសវាងការផឹកទឹកច្រើនលីត្រក្នុងរយៈពេលតែ1ម៉ោងគួរក្រេបបន្តិចម្ដងពេញមួយថ្ងៃចំណុចចុងក្រោយនោះគឺប្រុងប្រយ័ត្នបើអ្នកមានជំងឺទឹកនោមផ្អែមបេះដូងឬថ្លើមត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីកំណត់បរិមាណទឹកឲ្យបានច្បាស់លាស់ជាមុនសិនអរគុណសម្រាប់ការស្ដាប់កុំភ្លេច like និង subscribe ជួបគ្នានៅវីដេអូក្រោយៗទៀត